ខ្ញុំជាអ្នកប្រាជ្ញហើយមានចំណេះដឹងខ្ពស់ជាងគេនៅភូមិនេះដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់ដូចប្អូនឯងនេះក៏គង់មានថ្ងៃភ័ន្តច្រឡំដែរបងឲ្យចាំខ្ញុំមួយផ្លេតណាអូខេ bro បងចាំទេមិនពិតទេហេតុអ្វីពុកកាត់ក្តីបែបនេះរឿងស្មាល់ពណ៌បៃតងមានរឿងមួយដំណាលថាមានគ្រួសារមួយនៅក្នុងភូមិក្បែរជើងភ្នំក្រោមដំបូលផ្ទះដ៏តូចនេះមានសមាជិកចំនួន5នាក់ដែលឪពុកមានឈ្មោះថាសឹមហើយម្ដាយឈ្មោះថានួនសក្តាគឺជាកូនច្បងគាត់គឺជាអ្នកខ្វៀលគោក្របីនៅតាមជ្រលងភ្នំហើយគាត់ក៏ជាកូនដែលល្ងង់ជាងគេនៅក្នុងផ្ទះពីព្រោះគាត់មិនបានរៀនសូត្រដូចគេទេរាជគឺជាកូនទី2គាត់ជាសិស្សឆ្នើមប្រចាំសាលាហើយក៏ជាអ្នកដែលមានចំណេះដឹងខ្ពស់ជាងគេក្នុងចំណោមបងប្អូនផងដែរចំណែកឯកូនពៅឈ្មោះថាវេហាគឺជាអ្នកដែលពូកែខាងដាំដំណាំទាំង3អ្នកបងប្អូននេះគឺសុទ្ធតែមានជំនាញខុសគ្នារៀងខ្លួនរៀងរាល់ល្ងាចពួកគេតែងតែបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយថ្ងៃមួយរាជក៏បានមកឯឪពុកហើយនិយាយថាពុកកូនចៅខ្លាចទៅជាអ្នកដែលមានប្រាជ្ញាជាងគេសូមពុកដាក់ងារនេះឲ្យខ្ញុំមកអូអញចង់ខ្លាយទៅជាអ្នកដែលឆ្លាតជាងគេមែនទេបានមិនអីទេពុកនឹងដាក់ងារនេះឲ្យឯងក៏ប៉ុន្តែឯងត្រូវធ្វើរឿងមួយជាមុនសិនពិតមែនឬពុកចឹងតើពុកចង់ឲ្យកូនធ្វើអ្វីសូមពុកអញ្ជើញមានប្រសាសន៍មកចូលឯងទៅរកមនុស្សឲ្យបាន2នាក់ដែលគេទាំង2នាក់នោះព្រមធ្វើជាអ្នកដើរតាមឯងនោះពុកនឹងដាក់ងារនេះឲ្យឯងភ្លាមដោយសេចក្តីរីករាយជាខ្លាំងរាជក៏បានឆ្លើយតបទៅនឹងឪពុកយ៉ាងលឿនថាបានលោកឪពុកវាពិតជាងាយស្រួលខ្លាំងណាស់រាជបានប្រញាប់រត់ចូលទៅក្នុងភូមិដើម្បីទៅស្វែងរកមិត្តភ័ក្តិរបស់គេយ៉ាងលឿននោះគេក៏ទៅដល់ផ្ទះមិត្តរបស់គេម្នាក់ដែលមានឈ្មោះថាហ៊ានសំឡាញ់ឯងនៅផ្ទះអត់ហ្នឹងអេរាជថ្ងៃហ្នឹងខ្យល់អីបក់ឯងមកផ្ទះយើងទាំងព្រឹកអញ្ចឹងអូគឺថាណែឪពុករបស់គ្នាហ្នឹងគាត់នឹងដាក់ងារឲ្យគ្នាថាជាអ្នកដែលមានប្រាជ្ញាជាងគេហ្នឹងលុះត្រាណាតើតែមានអ្នកដើរតាមគ្នាបាន2នាក់ជាមុនសិនប៉ុណ្ណឹងមិនដែរឯងចាប់អារម្មណ៍ហើយជួយគ្នាបានអត់មើលទៅគួរឲ្យចាប់អារម្មណ៍តាណាមួយឯងជាមនុស្សឆ្លាតដាច់គេស្រាប់ហើយជាពិសេសនោះក៏ជាមិត្តល្អរបស់ខ្ញុំទៀតគ្រាន់តែដើរតាមអ្នកមានចំណេះដូចជាឯងខ្ញុំគ្មានតែកាត់អ្វីផងហើយណាមួយខ្ញុំជាមិត្តរបស់ឯងជាក់ស្ដែងខ្ញុំច្បាស់ជាគ្រប់ត្រូលឯងពេញទំហឹងហ្មងពិតមែនក៏អីអរគុណឯងហើយសំឡាញ់មិនអីទេហើយចំពោះម្នាក់ទៀតឯងមិនបាច់ភ័យទេចាំគ្នានឹងឯងទៅរកគង់គ្នាធានា 100% ហ្មងថានឹងជោគជ័យទុកចិត្តលើគ្នាចុះមែនតើអាឡ័យតែគ្នានឹកមិនឃើញគង់សោះដោយសារតែមិត្តភាពហ៊ានក៏ព្រមតាមសំណូមពររបស់រាជមិនត្រឹមតែប៉ុណ្ណោះក៏បានថែមទាំងនាំរាជទៅរកគង់ទៀតផងបន្ទាប់ពីរាជបានរៀបរាប់ប្រាប់អំពីគោលបំណងខ្លួនទៅកាន់គង់ហើយគង់ក៏បានយល់ព្រមដើរតាមរាជក៏បានធ្វើដំណើរមកផ្ទះខ្លួនវិញដោយក្តីរីករាយជាមួយនឹងមិត្តភក្តិខ្លួន2នាក់នោះរាជក៏បានណែនាំគេទាំង2នាក់នោះទៅឪពុកខ្លួនពុកកូនមកវិញហើយកូនបានរកអ្នកដែលដើរតាមកូនបានហើយនេះគឺហ៊ានហើយម្នាក់ទៀតគឺគង់ជម្រាបសួរលោកអ៊ំលើកដៃថ្វាយព្រះក្មួយប្រពៃណាស់កូនប្រុសយើងពិតជាមើលឯងមិនខុសមែនឯងឆាប់ចូលមកឲ្យចិត្តមកយើងនឹងផ្ដល់ងារឲ្យឯងបាទពុកកូនប្រុសចាប់ពីពេលនេះតទៅពេលមានអ្នកណាមានបញ្ហាអ្វីគេនឹងមករកឯងឲ្យឯងជួយដោះស្រាយឲ្យព្រោះឯងត្រូវបានទទួលងារជាអ្នកមានប្រាជ្ញាជាងគេចាប់ពីនាទីនេះតទៅចាប់ពីពេលនោះមកមនុស្សនៅក្នុងភូមិនេះតែងតែមករកឲ្យនីរាជឲ្យជួយទៅដល់នៅដំណោះស្រាយដំបូន្មាននិងគំនិតគ្រប់គ្នាចម្លែកនៅថ្ងៃមួយ
អ្នកភូមិគ្មានអ្នកណាម្នាក់មករកនាយរាជដើម្បីឲ្យជួយដូចសពដងនោះទេរាជក៏បានដើរទៅឯវាលស្រែដែលជាកន្លែងរបស់នាយសក្តាដែលត្រូវជាបងរបស់ខ្លួនកំពុងតែខ្វៀលសត្វសក្តាកាលបានឃើញប្អូនដើរតម្រង់មករកខ្លួនហើយក៏បាននិយាយទៅកាន់ប្អូនថា ទេទៅវាលថ្ងៃនេះដូចជាប្រហើរក្លិនអ្នកប្រាជ្ញមកភាយមិនទេនេះ មានមកពីណាបងប្អូនបងឯងតើ ហើយកាលហ្នឹងមិនមើលទៅដូចក្តីសុកម្លេះត្រូវឆ្នោតមែនឬទៅនឹងប្រពន្ធបាន យីចេះតែអញ្ចឹងបងមានមកពីណាគឺថាថ្ងៃនេះខ្ញុំសប្បាយចិត្តពេកពីព្រោះអ្នកភូមិយើងមិនមានបញ្ហាមកពឹងខ្ញុំឲ្យជួយដោះស្រាយទេហើយខ្ញុំក៏មានពេលមកលេងបងនៅទីនេះនឹងបានស្រូបខ្យល់អាកាសបរិសុទ្ធខ្លះហ្នឹងណាចុះបងវិញមិនហើយជីវិតសុខទុក្ខយ៉ាងណាដែរ ដូចដែលធ្លាប់ដឹងចឹងជីវិតបងភីងរាល់ថ្ងៃហ្នឹងព្រោះគោក្របីបងវាស៊ីស្មៅខៀវខ្ចីផឹកទឹកអូធម្មជាតិជាក់ហើយវាដើរលេងយ៉ាងសប្បាយ ហាឈប់សិនបងខ្ញុំសូមកាត់បន្តិចមិនបានបងឯងថាស្មៅខៀវវិញស្មៅទាំងនេះមានពណ៌បៃតងតើបង អាកូនហើយបានបៃតងមកពីណាស្មៅនេះមានពណ៌ខៀវមិនមែនពណ៌បៃតងទេ យីបងខ្ញុំប្រាប់បងហើយបងនៅតែមិនជឿខ្ញុំទៀតហ៎ អាកូនឯងដែលលឺណាគេនិយាយស្មៅបៃតងអត់លើបើមិនជឿបងសាកទៅសួរមិត្តភក្តិបងនៅក្បែរនេះតិចមើលបើមិនថាស្មៅពណ៌ខៀវឡើយហើយបងគិតថាឯងយល់ខុសហើយ ណែបងឯងភ្លេចហើយមែនថាខ្ញុំជានរណាខ្ញុំជាអ្នកប្រាជ្ញហើយមានចំណេះដឹងខ្ពស់ជាងគេនៅភូមិនេះ ដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់ដូចប្អូនឯងនេះក៏គង់មានថ្ងៃភ័ន្តច្រឡំដែរ បានបើបងឯងមិនជឿខ្ញុំទេខ្ញុំនឹងទៅហៅពុកឲ្យមកទីនេះឲ្យដឹងសដឹងខ្មៅម្ដងបងឯងចាំខ្ញុំមកផ្លេតណា អូខេ bro បងចាំមានតែស្អីលោកប្អូនច្បាស់ជាចាញ់បងហើយបងរស់នៅពាក់កណ្ដាលជីវិតហើយមិនដែលឮស្មៅណាបៃតងទេឮតែខៀវ ពេលនោះរាជក៏ប្រញាប់ប្រញាល់រត់ទៅហៅឪពុកនៅឯផ្ទះទាំងកំហឹងហើយបានសូមឲ្យឪពុកទៅជាមួយគេនៅឯវាលស្រែមួយសន្ទុះក្រោយមកឪពុកក៏បានមកដល់ពេលនោះពុកក៏សួរទៅរាជថា មើលរាជតើឯងនាំយើងមកទីនេះមានការអ្វីបងឯងកើតអ្វីមែនទេ បាទពុកគឺបងសក្តាបានថាស្មៅទាំងអស់នេះមានពណ៌ខៀវមិនមែនពណ៌បៃតងទេគាត់នៅតែមិនទទួលស្គាល់ការពិតទោះបីជាខ្ញុំប្រាប់គាត់យ៉ាងណាក៏គាត់មិនជឿខ្ញុំដែរគាត់ពិតជាល្ងងមែន ងាប់ព្រះអង្គម្ចាស់ថ្លៃអើយហៅឯងមកទៀងត្រហេតុត្រហប់ស្មានតែមានរឿងអីឯឡូវកូនស្ដាប់ពុកឲ្យច្បាស់ឯងនេះទេដែលជាអ្នកខុសឯងជាអ្នកដែលឆ្លាតយ៉ាងនេះតើឯងមិនដឹងថាអ្វីទៅត្រូវអ្វីខុសទេអី ពុកនេះកូនជាអ្នកខុសមែនទេខ្ញុំដូចជាមិនយល់ទេ ឯងខុសហើយនៅមិនដឹងខ្លួនថាខុសទៀតហើយមិនព្រមទទួលកំហុសទៀតមែន ទេមិនពិតទេហើយអ្វីពុកកាត់ក្តីបែបនេះខ្ញុំមិនសុខចិត្តទេ យ៉ាងម៉េចដែរ bro ច្បាស់នៅប៉ុណ្ណឹង ពេលនោះរាជក៏រត់ចេញពីទីនោះទៅហើយក៏មកអង្គុយម្នាក់ឯងនៅក្រោមដើមឈើមួយហើយរអ៊ូតិចៗថា ពុករបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងគ្រួសារដ៏ឆ្លាតវៃម្នាក់ហើយអ្វីពុកកាត់ក្តីលំអៀងបែបនេះមិនស្គាល់ពណ៌បែបនេះតើយុទ្ធធននៅត្រង់ណាខ្ញុំមើលពុកខុសហើយ ឪពុកក៏បានមកឯរាជហើយនិយាយថា ឯងមករអ៊ូនៅទីនេះមានប្រយោជន៍អីឯងសាកប្រើភាពវៃឆ្លាតរបស់ឯងបន្តិចទៅមើលនោះឯងនឹងដឹងថាយើងមិនមែនកាត់ក្តីលំអៀងនោះទេឯងដឹងទេថាហេតុអ្វីបានជាយើងកាត់ក្តីឲ្យបងឯងឈ្នះ ខ្ញុំពិតជាមិនយល់ទេពុកប្រាប់ត្រង់មកមិនបាច់មកបញ្ឈឺខ្ញុំថែមទេ ឯងជាមនុស្សដែលមានប្រាជ្ញាជាងគេឯងដឹងថាស្មៅនោះគឺពូអ្វីហើយចឹងចាំបាច់អីតើប្រកែកជាមួយនឹងបងឯងធ្វើអី មកពីបងសក្តាជាមនុស្សមិនសូវចេះស្អីមិនដឹងថាស្មៅជាពណ៌អ្វីហើយនៅមកប្រកែកយកឈ្នះខ្ញុំទៀត បើឯងដឹងថាស្មៅមានពូបៃតងហើយក៏ដឹងថាបងឯងជាមនុស្សដែលមិនសូវចេះស្អីអញ្ចឹងឯងត្រូវប្រកែកជាមួយនឹងគេយកឈ្នះចាញ់ទៅណា ហេតុអីទៅពុក
ខ្ញុំមិនយល់ទេនេះ ឯងជាមនុស្សដែលឆ្លាតហេតុអ្វីក៏ឯងល្ងងមួយពេលអញ្ចឹងបងឯងគឺជាមនុស្សដែលមិនសូវចេះស្អីទៅឆ្លោះជាមួយគេធ្វើអ្វីឯងបានអីមកវិញវាធ្វើឲ្យឯងខាតពេលវេលាហើយត្រូវមកប្រកែកវែកញែកជាមួយបងឯងដែលជាមនុស្សល្ងងទៅវិញស្រួលមិនស្រួលនឹងមានការបាក់បែកបងប្អូនឯងដោយសាររឿងនឹងក៏អាចថាបានទោះបីជាឯងឈ្នះក៏គ្មានតម្លៃអ្វីដែរដូច្នេះហើយទើបយើងកាត់ក្តីឲ្យបងឯងឈ្នះ អូខ្ញុំយល់ហើយពុក ការអួតខ្លួននិងការលងនឹងខ្លួនឯងខ្លាំងពេកគឺនាំមកនៅសេចក្តីអាម៉ាស់មកលើខ្លួនឯងរឿងនេះបានបង្រៀនយើងថាការអួតខ្លួនគឺធ្វើឲ្យបាត់បង់នៅតម្លៃរបស់ខ្លួនឯងនិងខាតបង់ទាំងពេលវេលានៅពេលដែលមនុស្សបានអនុញ្ញាតឲ្យសេចក្តីអំនួតចូលមកក្នុងខ្លួនមិនត្រឹមតែធ្វើឲ្យបាត់បង់នៅតម្លៃរបស់ខ្លួនឯងប៉ុណ្ណោះទេគឺថែមទាំងបាត់បង់ទំនុកចិត្តពីសំណាក់អ្នកដទៃផងដែរបើយើងក្រឡេកមកមើលនៅក្នុងព្រះគម្ពីរវិញព្រះយេស៊ូវក៏បានបង្រៀនយើងផងដែរថាកាលណាកើតមានសេចក្តីអំនួតនោះក៏កើតមានសេចក្តីខ្មាស់ដែរតែប្រាជ្ញាតែងតែនៅនឹងមនុស្សសុភាព